តែការនិយាយដែលមានទំនុកចិត្តមាន confidence តែគេធ្វើបែបណាខ្លះទៅឬមួយក៏មានវិធីសាស្ត្រអីខ្លះទៅដើម្បីអាចនិយាយចង់បានអញ្ចឹងបើសិនអ្នកគ្នាចង់ដឹងសូមមើលវីដេអូនេះឲ្យដល់ចប់ហើយអ្នកគ្នាចង់ទីមួយផងដែរគឺអ្នកគ្នានៅពេលដែលនិយាយហ្នឹងត្រូវកាត់បន្ថយភាពស្ទាក់ស្ទើរមានន័យថានៅពេលដែលអ្នកគ្នាកំពុងតែគិតឬមួយក៏កំពុងតែនិយាយហ្នឹងគឺអ្នកគ្នាកាត់បន្ថយពាក្យអាឬមួយក៏មិនចង់ទៅហើយនៅពេលហ្នឹងអ្នកគ្នាអត់ដឹងថាត្រូវនិយាយទេអ្នកគ្នាអាចផ្អាកឬមួយក៏ដកដង្ហើមផ្លែតបានអ្នកកុំគួរតែបញ្ជាខ្លួនឯងនិយាយខ្លាំងៗឬមួយក៏និយាយលឿនៗនឹងធ្វើឲ្យអ្នកគ្នាមានអារម្មណ៍ថាអត់សូវមានទំនុកចិត្តហើយក៏និយាយរដាប់រប់ដូចគ្នាហើយចាំមួយទៀតគឺអ្នកគ្នាគួរតែ upgrade ពាក្យដែលធម្មតាទៅជាពាក្យដែល professional ជាងមុនរកពាក្យថាអូរឿងនោះខ្ញុំអត់ដឹងផងខ្ញុំអត់ដឹងថាត្រូវធ្វើមិនផងប៉ុន្តែអ្នកគ្នាបដូរមកទៅជាខ្ញុំកំពុងតែស្វែងរកព័ត៌មានបន្ថែមទៅលើរឿងនេះអ្នកគ្នាកុំនិយាយពាក្យថាមិនក៏បានដែរតាមតំបន់ចង់បានអ្នកគ្នាគួរតែប្រើពាក្យថាខ្ញុំយល់ស្របតាមការសម្រេចចិត្តរបស់បងហើយទី3ផងដែរអ្នកគ្នាគឺត្រូវតែនិយាយឲ្យចំចំណុចនឹងនិយាយឲ្យមានលំនឹងកុំនិយាយពាក្យណាដែលវែកញែកវែងឆ្ងាយពេកអីត្រូវតែមានលទ្ធផលហេតុផលនិងដំណោះស្រាយខ្លីខ្លឹមខ្លាំងកាត់បន្ថយប្រយោគណាស្ដាប់ទៅវាអត់សូវ symmetry ឬមួយក៏អត់ចូលជាមួយនឹងប្រធានបទហ្នឹងឯងអ្នកគ្នាចង់បើអ្នកគ្នាពេញចិត្តនៅវីដេអូមួយហ្នឹងកុំភ្លេចចុច follow មួយផងដើម្បីទទួលបានកលឹះអភិវឌ្ឍខ្លួនឯងជារៀងរាល់ថ្ងៃឬមួយក៏អ្នកគ្នាចាប់ដឹងកលឹះបន្ថែមទៀតដែរអ្នកគ្នាអាច comment នៅក្នុងវីដេអូនេះបានហ្នឹងឯងអ្នកគ្នាចង់បញ្ចប់នៃវីដេអូរបស់យើងគឺមានតែប៉ុណ្្នឹងអញ្ចឹងបើសិនអ្នកគ្នាមានចង្អល់អីអាចសាកសួរឬមួយក៏ comment នៅខាងក្រោមបានហើយបើសិនអ្នកគ្នាកំពុងរកការងារធ្វើឬមួយក៏ដឹងថាដាក់ពាក្យនៅកន្លែងណាអ្នកគ្នាអាចហៅចូល spot game មកយើងបាន